គោលបំណងនៃការប្រពៃកម្មវិធីនេះឡើងក៏ចង់ឲ្យក្មេងៗចំនួនក្រោយគាត់បានដឹងអំពីគុណគ្រូដឹងអំពីគុណអាណាព្យាបាលថាតើពួកគាត់មានគុណយ៉ាងណាខ្លះលះបង់អស់ពីកម្លាំងកាយចិត្តយ៉ាងណាខ្លះដើម្បីជួយឲ្យពួកគាត់មានអនាគតដែលល្អខ្ញុំមានអារម្មណ៍ថាអ្នកគ្រូធ្វើការគោរពគ្រូនេះវាធ្វើឲ្យមានអារម្មណ៍ថាសប្បាយចិត្តនឹងពេលបានឲ្យកូនមកអញ្ចឹងហើយលើពីបង្រៀនព្រះកាយច័ន្ទផ្ដល់ទាំងសិលធម៌សង្គមចំពោះសិស្សដែលទទួលបានការគាំទ្រខ្លាំងពីអាណាព្យាបាលសុជីវធម៌សិលធម៌ជំនាញសិល្បៈនេះជាអ្វីដែលព្រះកាយច័ន្ទក្លឹបផ្ដល់ទៅកាន់សិស្សដែលមកទទួលការសិក្សាជំនាញសិល្បៈក្នុងក្លឹបជាក់ស្ដែងកាលពីថ្ងៃទី11ឧសភាឆ្នាំ2025ព្រះកាយច័ន្ទក្លឹបបានរៀបចំកម្មវិធីសំពះគ្រូនិងអ្នកមានគុណនិងសម្ដែងនៅទម្រង់សិល្បៈពីសិស្សនិស្សិតជាច្រើនទម្រង់ដែលមានការចូលរួមពីអាណាព្យាបាលសិស្សជិត200នាក់ចំពោះការរៀបចំកម្មវិធីកញ្ញាព្រះកាយច័ន្ទតំណាងឲ្យលោកគ្រូអ្នកគ្រូទាំងអស់បានលើកឡើងថាចាអរគុណច្រើនតាំងនាមនឹងខ្ញុំជំនួសឲ្យលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងព្រះកាយច័ន្ទក្លឹបសូមអនុញ្ញាតគ្រប់នឹងជម្រាបសួរទៅកាន់វត្តមានរបស់ប្រិយមិត្តទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូនដែលតែងតែគ្រប់គ្រងនិងស្រឡាញ់នៅវត្តមានរបស់នេះខ្ញុំព្រះកាយច័ន្ទក៏ដូចជាគ្រប់គ្រងនៅព្រះកាយច័ន្ទក្លឹបនៅក្នុងថ្ងៃនេះពិតជាសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុតដែលជាលើកដំបូងបង្អស់នៅក្នុងព្រះកាយច័ន្ទក្លឹបដែលយើងបានរៀបចំជាមួយនឹងកម្មវិធីសំពះគ្រូខ្នាតតូចរួមជាមួយនឹងការគោរពដឹងគុណទៅកាន់អាណាព្យាបាលដោយសារថ្ងៃនេះយើងឃើញថាជាថ្ងៃដែលពិសេសគឺថ្ងៃរំលឹកនឹកគុណទៅដល់គុណមេត្តាដូច្នេះហើយយើងក៏លើកយកថ្ងៃនេះហើយវាកាន់តែពិសេសបន្ថែមទៀតគឺចំជាមួយនឹងវិសាខបូជាទៀតចាអញ្ចឹងហើយយើងក៏បានលើកយកនៅថ្ងៃនេះដើម្បីរៀបចំនៅកម្មវិធីសំពះដឹងគុណគ្រូព្រោះជាសំពះដឹងគុណទៅកាន់អាណាព្យាបាលគោលបំណងនៃការប្រពៃកម្មវិធីនេះឡើងក៏ចង់ឲ្យក្មេងៗចំនួនក្រោយគាត់បានដឹងអំពីគុណគ្រូដឹងអំពីគុណអាណាព្យាបាលថាតើពួកគាត់មានគុណយ៉ាងណាខ្លះលះបង់អស់ពីកម្លាំងកាយចិត្តយ៉ាងណាខ្លះដើម្បីជួយឲ្យពួកគាត់មានអនាគតដែលល្អតាមពិតតាំងពីដើមអើយមកហើយព្រះកាយច័ន្ទក្លឹបគឺផ្ដោតសំខាន់ទៅលើសុជីវធម៌និងសិលធម៌ការហាត់រៀននៅរបាំបុរាណវាជាចំណែកមួយដ៏ធំបំផុតសម្រាប់លុតហាត់ពត់លុតដំនៅចរិយាមារយាទរបស់ក្មេងស្រីក៏ដូចជាកាយសម្បទារបស់ក្មេងស្រីប៉ុន្តែជាទូទៅអ្វីដែលធំជាងគេបំផុតដែលយើងចង់ផ្ដោតឲ្យកូនខ្មែររបស់យើងបានចេះដឹងចម្បងមុនគេបង្អស់នោះគឺសិលធម៌និងសុជីវធម៌នេះឯងដូច្នេះហើយទើបលោកគ្រូអ្នកគ្រូនៅក្នុងព្រះកាយច័ន្ទក្លឹបទាំងអស់ទន្ទឹមនឹងពេលដែលបង្ហាត់បង្រៀននៅមុខវិជ្ជាផ្សេងៗដែលមាននៅក្នុងព្រះកាយច័ន្ទក្លឹបយើងតែងតែលុតដំនៅសុជីវធម៌ជាដំបូងតាមពិតទៅសិស្សនៅក្នុងព្រះកាយច័ន្ទក្លឹបគឺគាត់ចេះរបាំច្រើនប៉ុន្តែថ្ងៃនេះយើងសូមលើកយកនៅរបាំចោះដើម្បីយកមកបង្ហាញនៅក្នុងកម្មវិធីសំពះគ្រូក៏ដូចជាអាណាព្យាបាលនេះមានដូចជារបាំជួយឆាយរបាំបួងសួងរបាំជូនពរចារួមជាមួយនឹងរបាំទិវាប្រពៃការដើរបង្ហាញម៉ូដរាល់ជំនាញទាំងអស់ដែលមាននៅក្នុងព្រះកាយច័ន្ទក្លឹបគឺលើកយកមកសម្ដែងនៅក្នុងថ្ងៃនេះទាំងអស់ប៉ុន្តែគាត់ថាមួយជំនាញសម្ដែងតែមួយមុខតែប៉ុណ្ណោះចាអូច្រើនតាមពិតទៅថ្ងៃនេះអវត្តមានខ្លះផងបើពេញសរុបតែម្ដងគឺ100ជាងនាក់ចានេះពេលបច្ចុប្បន្ននេះព្រះកាយច័ន្ទក្លឹបកំពុងតែមាន2សាខាប៉ុន្តែយើងក៏កំពុងតែគម្រោងនឹងបើកនៅសាខាទី3ប៉ុន្តែយើងបានស្វែងរកទីតាំងឃើញហើយប៉ុន្តែគាត់ថាពង្រឹងនៅសាខាទី2ឲ្យកាន់តែរឹងមាំបន្ថែមទៀតសិនហើយមួយទៀតអ្វីដែលជាសំខាន់នោះគឺត្រូវការតេស្តសមត្ថភាពលោកគ្រូអ្នកគ្រូដោយសារលោកគ្រូអ្នកគ្រូឥឡូវយើងមានរហូតដល់7រូបប៉ុន្តែបើសិនជាយើងចង់បើកសាខាថ្មីយើងត្រូវតែពង្រឹងនៅសមត្ថភាពនិងជ្រើសរើសយកលោកគ្រូអ្នកគ្រូណាដែលគាត់មានថ្មីដៃនៅក្នុងការបង្ហាត់កូនក្មេងតាមពិតទៅលោកគ្រូអ្នកគ្រូដែលគាត់ចេះបង្ហាត់គឺមានច្រើនខ្លាំងមែនតើប៉ុន្តែគាត់ថាអ្នកដែលអាចចូលជាមួយក្មេងបានគឺមានតិចដោយសារបងដឹងហើយថាការបង្ហាត់ក្មេងគឺមិនមែនជារឿងដែលងាយស្រួលទេពេលខ្លះដែលយើងត្រូវតែជាអញ្ចឹងទៅតែពេលខ្លះក៏យើងត្រូវតែក្តៅអញ្ចឹងដែរបើមិនជាយើងលេងជាមួយគាត់រហូតគាត់អត់ចេះទេនេះខ្ញុំតំណាងឲ្យលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងព្រះកាយច័ន្ទក្លឹបសូមអនុញ្ញាតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែររំភើបខ្លាំងមែនទែនមិនមានបងប្អូនណាមួយដែលមិនស្គាល់ព្រះកាយច័ន្ទក្លឹបទេនៅពេលនេះគឺទៅដល់ណាក៏គេហៅថាអ្នកគ្រូធ្លាប់តែគេហៅកញ្ញាព្រះកាយច័ន្ទធ្លាប់តែគេហៅបងព្រះកាយច័ន្ទឥឡូវនេះទៅណាក៏គេហៅថាអ្នកគ្រូដែរអញ្ចឹងជាមោទនភាពខ្លាំងបំផុតដែលព្រះកាយច័ន្ទក្លឹបបានស្ថិតនៅក្នុងបេះដូងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរហើយក៏យើងខ្ញុំទាំងអស់គ្នាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពអាចទៅបានខិតខំប្រឹងប្រែងហាត់ពុតលុតដំនៅកូនដែលជាទូទាំងស្នងរិស័យរបស់យើងចំនួនក្រោយឲ្យគាត់បានស្គាល់អំពីសិល្បៈវប្បធម៌របស់យើងកាន់តែច្បាស់ជាពិសេសយើងខ្ញុំទាំងអស់គ្នានឹងប្រឹងប្រែងនៅក្នុងការបណ្ដាលធនធានរបស់យើងឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃព្រោះតែទទួលបានការគាំទ្រខ្ពស់ពីអាណាព្យាបាលសិស្សដែលបាននាំកូនមកទទួលការសិក្សាព្រះកាយច័ន្ទក្លឹបបានពង្រីកសាខារបស់ខ្លួនរហូតដល់2សាខាហើយជាមួយគ្នានេះអាណាព្យាបាលសិស្សក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះយ៉ាងដូចនេះថាជំរាបសួរខ្ញុំឈ្មោះណាវីទៅជាម៉ាក់របស់ចាយាហើយគ្រូសាខ្ញុំឈ្មោះ Jeff ថ្ងៃនេះមកកម្មវិធីរបស់ក្លឹបរបស់អ្នកគ្រូបកាយច័ន្ទការសំពះ
កូនគ្រូហើយនឹងគ្រប់អាណាព្យាបាលចាខ្ញុំមានអារម្មណ៍ថាអ្នកគ្រូធ្វើការគោរពគ្រូនេះវាធ្វើឲ្យមានអារម្មណ៍ថាសប្បាយចិត្តនឹងពេលបានឲ្យកូនមកអញ្ចឹងហើយចំណាប់អារម្មណ៍របស់ខ្ញុំគឺសប្បាយចិត្តខ្លាំងមែនតើចា Yeah, I think it's great that my daughter's at this school. She really enjoys it, and yeah, it's good for the culture. You know, the Apsara, her dancing there, she really enjoys that, and yeah, it's a good feeling to see her with all her friends here. And, yeah. គាត់ថាគាត់មានអារម្មណ៍សប្បាយរីករាយណាស់ដែលកូនបានចូលរៀននៅក្នុងសាលារបស់អ្នកគ្រូហើយគាត់សប្បាយចិត្តពេលដែលឃើញកូនគាត់ដឹងពីវប្បធម៌របស់ខ្មែរយើងពីទំនៀមទម្លាប់ថាខ្មែរយើងហ្នឹងគាត់មានអាល់បាំរបស់យើងហ្នឹងអញ្ចឹងគាត់ជាបរទេសគាត់សប្បាយចិត្តមែនតើ បន្ទាប់ពីការបង្ហាញសមត្ថភាពសិល្បៈរបស់សិស្សក្នុងកម្មវិធីក៏មានការគោរពដឹងគុណចំពោះមាតាបិតានិងលោកគ្រូអ្នកគ្រូដែលកម្មវិធីបានបញ្ចប់ដោយក្តីរីករាយនិងអនុស្សាវរីយ៍ដ៏ល្អពោរពេញដោយក្តីស្រឡាញ់និងការរំភើប